សង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់ដែលបានអូសបន្លាយអស់ពេល5ខែកំពុងបង្កការជជែកដ៏ធំមួយអំពីសមត្ថភាពយោធារបស់មហាអំណាចលេខ1លើពិភពលោកភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី4ខែសីហាឆ្នាំ2026ថាកងទ័ពអាមេរិកបានប្រើប្រាស់មីស៊ីលវាយប្រហាររយៈចម្ងាយឆ្ងាយសំខាន់ស្ទើរតែអស់ពីស្តុកហើយប៉ុន្តែភ្លាមនោះរដ្ឋបាលរបស់លោក Donald Trump បានចេញមុខបដិសេធដោយអះអាងថាមិនបាច់បារម្ភទេអាមេរិកនៅមានអាវុធលើសតម្រូវការសមរភូមិទៅទៀតយោងតាមប្រភព3នាក់ដែលដឹងច្បាស់ពីរបាយការណ៍ស្តុកអាវុធរបស់អាមេរិកបានប្រាប់ Reuters ថាកងទ័ពអាមេរិកបានប្រើប្រាស់ស្ទើរតែទាំងអស់នៅមីស៊ីល ATACMS និង PRSM ដែលជាមីស៊ីលវាយប្រហារជាក់លាក់ពីដីទៅដីនិងអាចបាញ់គោលដៅពីចម្ងាយដោយមិនចាំបាច់បញ្ជូនយន្តហោះចម្បាំងចូលទៅក្នុងតំបន់គ្រោះថ្នាក់ចំណែកមីស៊ីល Tomahawk ដែលភាគច្រើនត្រូវបានប្រើបាញ់ចេញពីនាវាចម្បាំងអស់ពាក់កណ្ដាលហើយ Reuters វាតម្លៃថាប្រសិនបើសង្គ្រាមជាមួយអ៊ីរ៉ង់កាន់តែអូសបន្លាយឬលោក Donald Trump សម្រេចបើកប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំម្ដងទៀតអាមេរិកអាចនឹងត្រូវពឹងផ្អែកលើយន្តហោះទម្លាក់គ្រាប់បែកនិងអ្នកបើកយន្តហោះច្រើនជាងមុនដែលមានហានិភ័យខ្ពស់ជាងការបាញ់មីស៊ីលពីចម្ងាយមិនត្រឹមតែ Reuters ប៉ុណ្ណោះទេ CNN ក៏រាយការណ៍នៅថ្ងៃទី4ខែសីហាដូចគ្នាថាស្តុកមីស៊ីលការពារដែនអាកាសសំខាន់របស់អាមេរិកក៏កំពុងធ្លាក់ចុះខ្លាំងដែរក្នុងនោះអាមេរិកបានប្រើអស់ជិត 80% នៃមីស៊ីល SAT និងប្រមាណពាក់កណ្ដាលនៃមីស៊ីល Patriot មន្ត្រីយោធាជាន់ខ្ពស់មួយចំនួនចាត់ទុកថានេះគឺជាចំណុចគ្រោះថ្នាក់ហើយអាចប៉ះពាល់ដល់ការត្រៀមខ្លួនរបស់អាមេរិកប្រសិនបើត្រូវប្រឈមមុខទៅនឹងជម្លោះថ្មីជាមួយចិនរុស្ស៊ីឬក៏កូរ៉េខាងជើង CNN ក៏រាយការណ៍ថាការព្រួយបារម្ភអំពីស្តុកអាវុធគឺជាកត្តាមួយដែលមន្ត្រីយោធាជាន់ខ្ពស់បានលើកឡើងក្នុងកិច្ចពិភាក្សាជាមួយនឹងលោក Donald Trump មុនពេលលោកសម្រេចផ្អាកការវាយប្រហារថ្មីលើអ៊ីរ៉ង់កាលពីចុងសប្តាហ៍កន្លងទៅទោះជាយ៉ាងណាសេតតាវិមានបានច្រានចោលនៅក្នុងសារដែលផ្ញើទៅ Reuters នៅថ្ងៃទី4ខែសីហារដ្ឋបាលរបស់លោក Donald Trump អះអាងថាអាមេរិកមានអាវុធច្រើនជាងប្រទេសណាទាំងអស់នៅក្នុងសកលលោកនិងលើសពីតម្រូវការខណៈដែលក្រុមហ៊ុនការពារជាតិកំពុងតែបង្កើនការផលិតនិងពង្រីករោងចក្រអ្នកនាំពាក្យមន្ទីរបញ្ចការលោកសៀនផាណែលក៏អះអាងដែរថាកងទ័ពអាមេរិកនៅតែមានសមត្ថភាពនិងឃ្លាំងអាវុធគ្រប់គ្រាន់ដើម្បីអនុវត្តប្រតិបត្តិការណាមួយដែលប្រធានាធិបតីសម្រេចបើទោះបីជាមានការបដិសេធពីរដ្ឋបាលអាមេរិកក៏ដោយអ្នកវិភាគយោធាជាច្រើនយល់ស្របថាសង្គ្រាមអ៊ីរ៉ង់បានបង្ហាញពីបញ្ហាមួយដែលមហាអំណាចយោធាទាំងអស់កំពុងជួបប្រទះគឺការផលិតមីស៊ីលទំនើបមិនអាចធ្វើបានលឿនដោយអត្រានៃការប្រើប្រាស់ក្នុងសង្គ្រាមរយៈពេលវែងបានឡើយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិប៉ាន់ប្រមាណថាការបំពេញស្តុកមីស៊ីល SAT ឲ្យត្រឡប់ទៅកម្រិតមុនសង្គ្រាមអាចត្រូវការពេលយ៉ាងហោច3ឆ្នាំខណៈដែលមីស៊ីលប្រភេទផ្សេងទៀតក៏ចំណាយពេលរាប់ឆ្នាំដូចគ្នាដែរខ្ញុំរស់សុធាពី News Today NTTVដែលបងប្អូនទួរកហើយដើម្បីតបស្នងដល់ការគ្រប់គ្រងនិងការតឹងតឹងរឹងចាំក្នុងឱកាសខួប15ឆ្នាំនៃក្រុមហ៊ុនអង្គរ Green ផ្ដល់ជូនខ្នាតយក្សមិនធ្លាប់មានបញ្ចុះតម្លៃពិសេសលើត្រាក់ទ័រ New Holland រហូតដល់$8,500ចំនួនមានកំណត់ផ្ដល់ជូនចាប់ពីថ្ងៃនេះដល់31សីហា2026តែប៉ុណ្ណោះ